មានបងប្អូនមួយចំនួនគាត់ឃើញខ្ញុំប្រក់ស្បូវគាត់ថាសម័យនេះហើយនៅប្រក់ស្បូវទៀតគេធ្វើត្រង់មន់ត្រង់ទាប្រក់សិតតែស័ង្កអាស័យហើយធ្វើសិតតែរោងដែកអីចឹងណានឹងឲ្យចង់ប្រាប់បងប្អូនថាខ្ញុំធ្វើនេះតាមលទ្ធភាពដែលខ្ញុំមានហ្នឹងហើយខ្ញុំអត់មានធនធានដែលត្រូវធ្វើរោងប្រក់តបូលស័ង្កអាស័យឬក៏ដែកអីទេហ្នឹងហើយអញ្ចឹងគឺខ្ញុំធ្វើទៅតាមលទ្ធភាពដែលខ្ញុំមានណាបងប្អូនបាទអញ្ចឹងខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងតែសម្រាប់រោងប្រក់ស្បូវនេះគឺខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ព្រោះអីការចិញ្ចឹមមាន់គឺខ្ញុំចូលចិត្តដូចថាខែក្តៅគឺវាតិចស្រួលបើសិនជាយើងដាក់មេឲ្យវាក្រាបនៅក្នុងរោងស្បូវនេះគឺថាវាអត្រាញាស់បានច្រើនណាបងប្អូនតែបើសិនជាបងប្អូនប្រក់តបូលស័ង្កអាស័យឲ្យមេវាក្រាបនៅក្នុងរោងហ្នឹងប្រកាសជាខែក្តៅវាញាស់មិនបានច្រើនទេណែខ្ញុំដកពិសោធន៍អស់ហើយអារឿងតបូលស្បូវតបូលស័ង្កអាស័យអីហ្នឹងចឹងហើយខ្ញុំចូលចិត្តប្រក់ស្បូវអញ្ចឹងការប្រក់ស្បូវនេះគឺថាខ្ញុំចូលចិត្តព្រោះអីខ្ញុំចាំមន់ចាំអីគឺខ្ញុំចូលចិត្តឲ្យវានៅតបូលស្បូវពេលវាក្រាបពងក្រាបអីវាត្រាញាស់វាបានច្រើនបើសិនជាយើងដាក់នៅក្នុងតបូលស័ង្កអាស័យអីចឹងទៅវាក្តៅវាញាស់បានតិចដល់ពេលវាក្តៅខ្លាំងយើងដាក់ពងឲ្យវាក្រាបវាខាស់អស់អញ្ចឹងណាតែបើយើងធ្វើតបូលស្បូវអីចេះវាញាស់បានល្អបាទខែក្តៅក៏វាញាស់ខែត្រជាក់ក៏វាញាស់ហើយវាត្រជាក់ស្រួលក៏ប៉ុន្តែយើងមិនអាចបាំងចិត្តទេយើងទុកពលឺថ្ងៃឲ្យវាជះចូលក្នុងរោងយើងខ្លះសម្រាប់កូនមន់កូនអីនៅក្នុងហ្នឹងឲ្យវាត្រូវកម្ដៅខ្លះតែបើវាមិនត្រូវយើងអាចយកទៅហាលខាងក្រៅបានអញ្ចឹងហើយបានថាដំបូលស្បូវវាមានអត្ថប្រយោជន៍ច្រើនបាទច្រើនជាងស័ង្កអាស័យស័ង្កអាស័យវាអាចប៉ះពាល់មន់ពេលខែក្តៅវាអាចឈឺក៏មានដែរបាទអញ្ចឹងហើយដំបូលស្បូវខ្ញុំចូលចិត្តប្រើបាទហើយព្រោះថាយើងវាមិនបានជាប់លាប់ដូចគេយូរឆ្នាំទេប៉ុន្តែអត្ថប្រយោជន៍វាល្អជាងស័ង្កអាស័យឆ្ងាយណាបាទហ្នឹងហើយបងប្អូនខ្លះគាត់ថាសម័យនេះហើយនៅប្រក់ស្បូវទៀតហ្នឹងហើយជួនកាលអ្នកនិយាយហ្នឹងមិនស្រួលមិនចេះក្រងស្បូវទៀតនោះបាទហ្នឹងហើយមិនងាយមានអ្នកចេះក្រងស្បូវទេបាទតោះតែយើងចាស់បុរាណបានគាត់ចេះក្រងហើយក្មេងៗឥឡូវគឺថាគេមិនសូវចេះក្រងស្បូវក្រងអីចេះទេបាទហ្នឹងហើយមានតែសម័យបុរាណទេដែលគាត់ក្រងស្បូវបានប្រក់នោះហើយនិយាយពីដើមឡើយគឺផ្ទះនីមួយៗមិនមានស័ង្កអាស័យណាមកប្រក់ទេមានតែស្បូវនឹងឯងដែលប្រក់ធ្វើផ្ទះធ្វើអីហ្នឹងគឺធានាមទម្លាប់ពីដូនតាមកគឺថាយើងប្រើតែស្បូវនឹងឯងហើយទៅសម័យយើងទេគេជឿនលឿនគេប្រើស័ង្កអាស័យប្រើអីទៅតែខ្ញុំមិនចោលទេរឿងបុរាណយើងពីដើមមកគឺខ្ញុំធ្លាប់នៅតិចស្រួលគឺខ្ញុំប្រើតែស្បូវនឹងឯងហើយជាពិសេសនេះពេលថ្ងៃឡើងខែក្តៅខែអីចង់រឿងក្រោមដបូលស្បូវគឺថាដេកស្រួលអត់មានក្តៅមានអីដូចស័ង្កអាស័យទេស័ង្កអាស័យបើសិនតែខែក្តៅមកចងគ្រឿងដេកក្រោមអញ្ចឹងគឺថាដឹងតែខ្លោចមុខអស់ហើយមួយរត់ចេញក្រៅទៅដើមឈើអស់ហើយខ្ញុំនិយាយការពិតអញ្ចឹងវីដេអូនេះគឺបាទក៏និយាយការពិតខ្ញុំមានធនធានប៉ុណ្ណាគឺខ្ញុំធ្វើប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការរិះគន់